ចាជំរាបសួរលោកគ្រូថ្ងៃនេះនាងខ្ញុំមកនិយាយអំពីមេរៀនទី4គោលការណ៍នៃការវិនិច្ឆ័យតម្លៃប្រកបដោយប្រសិទ្ធភាព Principle of Quality Classroom Assessment អញ្ចឹងទី1អ្វីទៅជាប្រសិទ្ធភាពក្នុងការវិនិច្ឆ័យតម្លៃក្នុងម៉ោងសិក្សាការប្រសិទ្ធភាពក្នុងការវិនិច្ឆ័យតម្លៃក្នុងម៉ោងសិក្សានឹងគឺជាការវាស់វែងការវិនិច្ឆ័យតម្លៃនិងជឿជាក់បានពីការវាស់ស្ទង់ការយល់ដឹងឬចំណេះដឹងនិងជំនាញរបស់សិស្សការវិនិច្ឆ័យតម្លៃដែលមានសុគុណភាពផ្ដល់លទ្ធភាពដែលទៀងទាត់នឹងការគ្រប់គ្រងការសិក្សានិងការលើកទឹកចិត្តរបស់សិស្សប្រាប់ឲ្យដឹងពីការសម្រេចចិត្តក្នុងការបង្រៀនអញ្ចឹងទី2លក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវិនិច្ឆ័យតម្លៃក្នុងម៉ោងសិក្សាអញ្ចឹងលក្ខណៈវិនិច្ឆ័យដែលយើងធានាឲ្យហ្នឹងគឺយើងមាន7ចំណុចទី1លទ្ធផលលក្ខណៈរំពឹងទុកក្នុងមួយម៉ោងសិក្សាដែលច្បាស់លាស់និងសមស្របអញ្ចឹងយើងរំពឹងទុកថានឹងឲ្យសិស្សនឹងយល់ដឹងពីចំណុចណាឧទាហរណ៍យើងចង់ឲ្យសិស្សថ្ងៃហ្នឹងយើងរៀនប្រមាណវិធីបុកពីខ្ទង់អញ្ចឹងយើងលទ្ធផលរំពឹងទុកក្នុងមួយម៉ោងសិក្សាហ្នឹងគឺយើងឲ្យសិស្សចេះនៅប្រមាណវិធីបុកពីខ្ទង់តាមត្រឹមត្រូវដោយការបុកលេខតាមខ្ទង់នីមួយឲ្យតាមខ្ទង់ទីខ្ទង់10ឲ្យបានត្រឹមត្រូវដែលយើងសរសេរតាមខ្ទង់អញ្ចឹងលទ្ធផលដែលយើងទទួលបានក្នុងក្រោយម៉ោងមួយម៉ោងសិក្សាហ្នឹងយើងច្បាស់ជាទទួលបានឲ្យច្បាស់ជាសិស្សហ្នឹងគាត់ចេះនៅការបូកលេខប្រមាណវិធីបូកពីខ្ទង់ហ្នឹងជាងយើងជាគ្រូយើងគួរតែផ្ដល់ការវិនិច្ឆ័យតម្លៃប្រកបដោយតុល្យភាពនិងស្មើភាពរវាងគ្នានៃសិស្សនិងសិស្សអញ្ចឹងការបង្រៀនរួមគ្នាគឺជាការបង្រៀនបែបបរិយាបន្នទាំងសិស្សចេះទាំងសិស្សខ្សោយគឺយើងបង្រៀនរួមគ្នាទាំងអស់អញ្ចឹងលក្ខណៈលទ្ធផលរំពឹងទុកក្នុងមួយម៉ោងសិក្សាហ្នឹងយើងអាចជ្រើសរើសធ្វើតេស្តការធ្វើតេស្តឬការសួរសំណួរផ្ទាល់មាត់ការអនុវត្តការអានអត្ថបទឬការសង្កេតនិងការវិនិច្ឆ័យតម្លៃខ្លួនឯងការវិនិច្ឆ័យតម្លៃខ្លួនឯងគឺជាការឲ្យសិស្សគ្នាឯងហ្នឹងវិនិច្ឆ័យតម្លៃគ្នាទៅវិញទៅមកអញ្ចឹងទី2ការបន្ស៊ីរវាងវិធីសាស្ត្រវិនិច្ឆ័យតម្លៃនិងលទ្ធផលរំពឹងទុកក្នុងមួយម៉ោងសិក្សាគឺជាវិធីសាស្ត្រវិនិច្ឆ័យតម្លៃប្រភេទផ្សេងៗគ្នាត្រូវបានប្រើប្រាស់ក្នុងថ្នាក់រៀនទោះបីជាលទ្ធផលរំពឹងទុកអាចត្រូវបានវាស់វែងដោយវិធីសាស្ត្រជាច្រើនក៏ដោយប៉ុន្តែការបង្រៀនគឺជាវិធីសាស្ត្រវាស់វែងប្រភេទលទ្ធផលរំពឹងទុកមួយចំនួនល្អជាងវិធីសាស្ត្រវាស់វែងដទៃអញ្ចឹងកំណត់លទ្ធផលសិក្សារំពឹងទុកជាជំហានបន្តការផ្គូផ្គងជាមួយនឹងយុទ្ធសាស្ត្រវិនិច្ឆ័យតម្លៃតើគឺចង់មានន័យថាវិធីសាស្ត្រវិនិច្ឆ័យតម្លៃមួយណាដែលស័ក្តិសមបំផុតនឹងលទ្ធផលសិក្សារំពឹងទុកក្នុងមួយម៉ោងសិក្សាជាងការបន្ស៊ីគ្នាវិធីសាស្ត្របង្រៀនវិនិច្ឆ័យតម្លៃនិងលទ្ធផលរំពឹងទុកក្នុងមួយម៉ោងសិក្សាហ្នឹងជាអ្វីយើងគឺជាការយល់ដឹងអំពីគោលបំណងដែលយើងចង់ដឹងថាចង់ស្វែងយល់អំពីការយល់ដឹងនៃវគ្គសិក្សារបៀបនៃការវិនិច្ឆ័យតម្លៃសមស្របទៅនឹងការសិក្សាការផ្ដល់ព័ត៌មានតម្លៃកំណត់ខ្លឹមសារឲ្យបានច្បាស់លាស់ដើម្បីសម្រេចបានលទ្ធផលនៃការសិក្សាកាត់បន្ថយនៅការតានតឹងយល់ដឹងពីវឌ្ឍនភាពរបស់សិស្សយល់ដឹងពីចំណេះដឹងរបស់សិស្សក្រោយរៀនពីមួយមេរៀនទៅមេរៀនហ្នឹងតើមានការរីកចម្រើនដែរឬទេតើការរីកចម្រើននោះដល់កម្រិតណាការពិចារណាលើលទ្ធផលនៃការសិក្សារបស់សិស្សនិងការវិនិច្ឆ័យតម្លៃដំណើរការសិក្សាការធ្វើផែនការបន្តនិងការអភិវឌ្ឍកម្មវិធីបន្តអញ្ចឹងហេតុអ្វីបានជាគ្រូត្រូវបន្ស៊ីគ្នានឹងវិធីសាស្ត្រវិនិច្ឆ័យតម្លៃនិងលទ្ធផលរំពឹងទុកក្នុងម៉ោងសិក្សាដោយសារតែយើងត្រូវការយល់ដឹងអំពីវឌ្ឍនភាពរបស់សិស្សមានសុពលភាពសម្រាប់បានអញ្ចឹងមានសុពលភាពសម្រាប់បានហ្នឹងការពង្រឹងការងារវិនិច្ឆ័យតម្លៃសមស្របមានភាពច្បាស់លាស់និងវាស់វែងបានសម្រាប់នៅការសិក្សារបស់សិស្សការវិនិច្ឆ័យតម្លៃប្រកបដោយប្រសិទ្ធភាពនៃការដំណើរការសិក្សាជាងការវិនិច្ឆ័យតម្លៃប្រកបដោយដំណើរការសិក្សាហ្នឹងគឺជាការវិនិច្ឆ័យតម្លៃជោគជ័យ
ណែនាំដល់សិស្សឲ្យបានច្បាស់លាស់និងបញ្ចប់វាតម្លៃដោយជោគជ័យធ្វើការវាតម្លៃតាមដំណាក់អញ្ចឹងការបន្ស៊ីគ្នាវិធីសាស្ត្រវាតម្លៃនិងលទ្ធផលរំពឹងទៅក្នុងម៉ោងសិក្សាហ្នឹងគឺជាការពិចារណាតាមដំណាក់កាលនៃការរៀនតើសិស្សរបស់យើងនឹងនៅកម្រិតណានៅក្នុងវគ្គសិក្សាម៉ោងនេះតើការរៀនសូត្ររបស់សិស្សនឹងត្រូវបានបង្រៀនដោយរបៀបណាដើម្បីឲ្យសិស្សសម្រេចបាននូវលទ្ធផលសិក្សាតើយើងត្រូវវាតម្លៃអ្វីខ្លះដែលពាក់ព័ន្ធនឹងការវាស់វែងនៃការសិក្សាជាងកំណត់ពីគោលដៅរបស់យើងកំណត់ពីគោលដៅរបស់គ្រូតើអ្វីដែលគ្រូចង់បានពីសិស្សតើអ្វីដែលសិស្សទទួលបានលទ្ធផលក្នុងម៉ោងសិក្សានេះតើអ្វីដែលគ្រូនឹងបំពេញជំនាញចំណេះដឹងអាចបំពេញជំនាញនិងចំណេះដឹងឲ្យសិស្សបានតើអ្នកនឹងតើគ្រូនឹងតើត្រូវធ្វើដូចម្តេចដើម្បីបន្តទៅក្នុងវគ្គសិក្សាទៀតកំណត់ថាតើលទ្ធផលសិក្សារំពឹងទៅក្នុងមួយម៉ោងសិក្សាបានសម្រេចដោយរបៀបណាយើងត្រូវសួរទៅថាតើសិស្សនឹងត្រូវធ្វើអ្វីខ្លះដើម្បីសម្រេចលទ្ធផលនៃការសិក្សាថាយើងត្រូវធ្វើដូចម្តេចដើម្បីសម្រេចលទ្ធផលនៃការសិក្សាតើគ្រូនឹងអាចបង្កើតពេលវេលាសន្សំវាតម្លៃការសិក្សារបស់សិស្សអំពីវឌ្ឍនភាពនៃការយល់ដឹងរបស់សិស្សនឹងបានដោយរបៀបណាកំណត់ថាតើការអនុវត្តយ៉ាងដូចម្តេចអញ្ចឹងគ្រូត្រូវចេះកំណត់ថាតើអនុវត្តយ៉ាងដូចម្តេចដើម្បីមានប្រសិទ្ធភាពរវាងការបន្ស៊ីគ្នាវិធីសាស្ត្របង្រៀននិងលទ្ធផលរំពឹងទុកក្នុងម៉ោងសិក្សាអញ្ចឹងយើងត្រូវចេះពិចារណាតើការអនុវត្តចាំបាច់មានអ្វីខ្លះតើចេះសង្កេតនឹងការវាស់វែងនៅរបៀបណាឧបករណ៍វាតម្លៃសមស្របនឹងលទ្ធផលសិក្សានឹងគឺជាដំណើរការនៃការសិក្សារបស់សិស្សកំណត់ពីលទ្ធផលដែលយើងរំពឹងទុកក្នុងម៉ោងសិក្សាកំណត់តួនាទីរបស់និទេសកំណត់តួនាទីរបស់និទេសបទបង្កើតនីតិបទឲ្យបានច្បាស់លាស់អនុញ្ញាតឲ្យសិស្សវាស់វែងវឌ្ឍនភាពរបស់ពួកគេអនុញ្ញាតឲ្យសិស្សមានសមត្ថភាពក្នុងការពិចារណានិងការអនុវត្តការវាយតម្លៃភាពជឿទុកចិត្តទី3ភាពជឿទុកចិត្តភាពជឿទុកចិត្តគឺជាទិន្នន័យដែលយើងជឿទុកចិត្តបាននិងមានភាពត្រឹមត្រូវសំដៅទៅលើស្ថិរភាពនិងភាពស៊ីចង្វាក់គ្នានៃការធ្វើតេស្តឬលក្ខខណ្ឌដូចគ្នាគួរតែទទួលបានលទ្ធផលហាក់ផែគ្នាឧទាហរណ៍ទាំងមិនជាប្រើជាឧបករណ៍អាចជឿជាក់បានក្នុងការវាស់ស្ទង់ភាពបានត្រឹមត្រូវចឹងភាពជឿជាក់គឺជាលទ្ធផលរបស់កំហុសទិន្នន័យដែលបានយើងទទួលបានលក្ខណៈដដែលលើកទី1លើកទី2លើកទី3តាមរយៈវាស់វែងចឹងភាពជឿទុកចិត្តតើអ្នកអាចវាស់វែងភាពជឿទុកចិត្តនឹងតេស្តរបស់អ្នកបានដោយរបៀបណាអញ្ចឹងដើម្បីធ្វើបានគឺឲ្យសិស្សធ្វើតេស្តដដែលច្រើនជាង2ដងចឹងមានថាធ្វើ2ដង3 4ដងទៅដើម្បីយល់ដឹងពីកម្រិតយល់ដឹងរបស់សិស្សកណនីតំណែងរវាងតេស្តទី1និងតេស្តទី2ចឹងក្រោយឲ្យសិស្សធ្វើតេស្ត2 3ដងហើយគឺយើងអាចយល់ដឹងពីតំណែងនៃការកណនីរបស់សិស្សហើយយើងយកមកប្រៀបធៀបគ្នាទៅថាការយល់ដឹងរបស់សិស្សទី1ខុសច្រើនទី2ខុសមធ្យមទី3លែងខុសអីចឹងទៅអញ្ចឹងដោយសារតែកម្រិតចងចាំរបស់គាត់នឹងច្រើនអាចចងចាំបានតើយើងធ្វើដូចម្តេចដើម្បីតេស្តឲ្យកាន់តែមានភាពជឿជាក់គឺយើងត្រូវបង្កើតសំណួរលក្ខណៈចម្រុះពហុចម្លើយបំពេញចម្លោះសំណួរគូកងឬក៏សំណួរបើកដើម្បីគ្រប់គ្រងគោលបំណងនៃការធ្វើតេស្តប្រើសំណួរឲ្យសមពេលវេលាបង្កើតការកែលម្អក្នុងកម្មវិធីឆ្លើយសំណួរយើងត្រូវធ្វើដូចម្តេចដើម្បីតេស្តរបស់យើងនឹងកាន់តែមានភាពជឿជាក់គឺយើងត្រូវធ្វើយ៉ាងណាឲ្យមានអ្នកចូលរួមនឹងឲ្យអ្នកចូលរួមធ្វើតេស្តនឹងមានពេលវេលាដូចគ្នានឹងការធ្វើតេស្តនឹងមានបរិស្ថានប្រហាក់ប្រហែលបរិស្ថានសមមាននៅក្នុងថ្នាក់នឹងមិនមានភាពរលោឡាមិនមានភាពរញ៉េរញ៉ៃដោយចូលរួមសិស្សនឹងសហការគ្នាមិនល្អស្ងៀមស្ងាត់ដោយការធ្វើតេស្តអញ្ចឹងទៅតានាអ្នកចូលរួមមានភាពសមនឹងការធ្វើតេស្តបង្កើតសំណួរតេស្តឲ្យឆ្លើយតបនឹងគោលបំណងវត្ថុមេរៀនចឹងនៅពេលដែល